ចេះជួយធ្វើស្អីទេចេះតែដាងគប់កដោនឹងមិនមែនកដោទេប្រហែលជាសម្ពោចធំហើយមើលទៅព្រោះយំមិញវាអស់រួចអង្គប់បងទៅទាំងមួយទាំងពីរទៀតផងបងខ្លាចតែវាងាប់ស្អុយនៅក្នុងគុំផ្កានេះទេអាសម្ពោចធំវាគ្មានទៅណាឆ្ងាយទេអញខ្លាចជាសម្ពោចហើយតាផ្ទះនេះគ្មានសម្ពោចស្ពាំងអីទេមានតែមនុស្សមានតែមនុស្សរួចចំមនុស្សណាទៅណោះក៏មកអត់ឃ្លានស៊ីអាជ័យដាងគប់បងអញ្ចឹងស្រីមុលឯងបានឃើញទេបើឃើញមាននៅកន្លែងណាប្រាប់បងផងបងវាយបដៅម្ដងកុំឲ្យវាប៉ិនរួចស៊ីជ័យដាងគប់អញ្ចឹងយ៉ាងម៉េចហ្នឹងកូនមានរឿងអីហ៎ហើយចឹងកូនឯងកើតអីបានជារំទាំងមួយទាំងពីរអញ្ចឹងក៏ដែរចំពប់ជេងមកថ្ងៃមុនកូនឯងធ្លាប់ស្ដីឲ្យដំថាមានភ្នែកដល់ទៅ6ដើមចេះមើលឲ្យចំពប់ជើងដួលឥឡូវដល់ខ្លួនឯងម្ដងវិញហើយឃើញទេមួយតបស្មើ4ស្មើមួយតបវាឌីតែខ្នើយទេម៉េចចង់ថាម៉េចអត់ដំអាទិត្យនេះក្មួយមិនបាច់ទៅរោងអាឈើទេមីងចង់ឲ្យឯងជូនមីងទៅជួបមនោមួយផ្លែតបាទនិមលឲ្យម៉ាក់ខ្ចីម៉ូតូកូនឲ្យអាដាមជូនម៉ាក់ទៅផ្ទះមនោសិនអាទិត្យក្រោយលេខឡានសុំបានហើយម៉ាក់លេងរំខានកូនទៀតហើយណាចាមកក្មួយមីងដឹងថាឯងសពថ្ងៃកំពុងតែតាក់ទងជាមួយនាងឆោវីមីងនិយាយនេះដោយសារមីងស្រឡាញ់ឯងដូចក្មួយមីងបកើតអញ្ចឹងព្រោះឯងជាមិត្តរបស់អាដាមឆោវីជាមួយអាឈើរបស់មីងស្គាល់ប្រវត្តិនាងច្បាស់ណាស់នាងជាស្រីមេម៉ាយម្នាក់ឆ្លៀសវៃហ៊ានណាស់ក្នុងការរកស៊ីឯរឿងស្នេហាក៏ហ៊ានណាស់ដែរបើចង់បាននរណាម្នាក់ហើយអ្នកនោះច្រើនតែកិច្ចពីនាងមិនរួចឯងត្រូវពិចារណាឲ្យបានត្រឹមត្រូវយកល្អគួរតែដកខ្លួនថយតន់មិនតន់មានកូនជាប់ជើងជាប់ដៃណាមីងតែគេត្រូវរកវិធីដោយត្រជាក់ដើម្បីនិយាយជាមួយអ្នកដែលកំពុងឈ្លោះនឹងសម្រស់និងសម្ភារៈអូសទាញតាអូសទាញដើម្បីអីទេដើម្បីការសប្បាយរបស់គេមានអ្នកខ្លះមានលុយមានឡាននិងមានអ្វីគ្រប់បែបយ៉ាងតែនៅខ្វះស្នេហាហើយជួនកាលមិនរកមួយនឹងមួយទេគេបានយកលុយទៅទិញស្នេហាដើម្បីបម្រើការសប្បាយរបស់គេខ្ញុំរកគ្រប់វិធីហើយខ្ញុំខំសង្កត់ចិត្តធ្វើមិនដឹងមិនលឺមិនបានសម្ដីធំតូចដាក់គាត់ទេតែគំនិតគាត់ខ្ញុំរកគិតមិនយល់សោះធ្វើម៉េចនឹងយល់បើក្មួយឯងកំពុងទៅស្នេហ៍របស់នាងនោះហើយនាងក៏ត្រូវមុនស្នេហ៍វិយោឡុងរបស់ក្មួយឯងដែរបានជាអញ្ចឹងបើមីងមិនច្រឡំទេក្មួយឯងប្រហែលជាមនុស្សទី4ឬទី5របស់នាងមិនមែនជាអ្នកទី1របស់នាងទេបើដឹងថាគាត់មិនមែនជាមនុស្សទី1ទេមិនក៏គាត់ភ្លេចអបប្រពន្ធកូនអញ្ចឹងបើណែតែរបៀបនេះទៀតខ្ញុំនឹងគាត់ប្រហែលជាអស់កម្មពៀននឹងគ្នាហើយបងស្រីមិនត្រូវធ្វើអញ្ចឹងទេបងត្រូវអាណិតកូនត្រូវគិតពីអនាគតរបស់កូនព្រោះតែគិតហើយបានជាខ្ញុំចង់ធ្វើអញ្ចឹងមិនត្រូវធ្វើអញ្ចឹងទេបើមីងស្រឡាញ់ខ្ញុំនៅមីងកុំប្រាប់ប្រពន្ធខ្ញុំទុកឲ្យខ្ញុំដោះស្រាយជាបណ្ដាសិនឯងស្មានតែនាងមិនដឹងហ៎មីងដឹងថាប្រពន្ធឯងនាងដឹងយូរហើយតែគ្នាមិនហ៊ានមាត់ហ៊ានកអីទេគ្នាសុកចិត្តខំមាត់សង្កត់ចិត្តឯងដឹងទេបើចង់ទៅរកប្រពន្ធអញ្ចឹងទៅចុះតែរហូតទៅអូនចវីបងសំវណាកុំលោឡាខ្លាំងពេកខ្មាស់គេមានឡានឲ្យគេជិះមានអ្វីទាំងអស់ដែលគេត្រូវការនៅតែគេមិនត្រូវការទៀតមិនមែនអញ្ចឹងទេអូនបើអញ្ចឹងគួរតែថ្លៃឲ្យស្មើគ្នា
អីបានជាខ្ញុំចេះតែចង់ស្ដាប់សំឡេងវីយូឡុងរបស់បងខ្ញុំធ្វើអ្វីៗទាំងអស់ព្រោះតែបងឯង